กรณ์มาจำนวนอัตรายังเกณฑ์ในกลายยังนี่คือ$50,000ដែរកន្លះលានអញ្ចឹងបើគាត់ទៅ invest កន្លះលានហើយគាត់ដឹងថាផលិតផលគាត់ធ្វើបានហើយអាហ្នឹង investment ហ្នឹងវាអាចខាតមណ្ឌលនេះគឺមានច្រើនផ្នែកសំខាន់មួយនោះគឺផលិតកម្មខ្នាតតូចបាទផលិតកម្មខ្នាតតូចនោះមានអីខ្លះដល់ហើយមានគ្រឿងម៉ាស៊ីនអីខ្លះផ្នែកផលិតកម្មខ្នាតតូចនេះនៅក្នុងមណ្ឌលយើងនឹងមានដល់តែ83គ្រឿងទំនើបឧបករណ៍ដែលភាគីកូរ៉េរាជរដ្ឋាភិបាលកូរ៉េពេលដែលគេជួយមកយើងហ្នឹងគឺគាត់ឲ្យមក83គ្រឿងហ្នឹងហើយ83គ្រឿងហ្នឹងគឺអាចធ្វើផលិតផលគំរូបានច្រើនប្រភេទតាំងពីទឹកតាំងពីសម្ងួតតាំងពីផ្នែកផលិតមីកញ្ចប់យើងនេះមានហើយអីអតិថិជនដែលចូលមកយើងធ្វើការជាមួយយើងបង្កើតជាផលិតផលហ្នឹងអញ្ចឹងផ្នែកហ្នឹងវាមានរាវវាមានគោកវាមានខាប់វាមានអីដូច yogurt ដូចអីដែលអីដំបានលើកឡើងវាមានសម្ងួតស្វាយគ្រីមតំណាក់ស្វាយហ្នឹងក៏ប៉ុន្តែក៏មានណាដើម្បីដាក់លាបលើនំប៉័ងញ៉ាំដែរអញ្ចឹងយើងមានលទ្ធភាពក្នុងការផលិតច្រើនប្រភេទនៅក្នុងផ្នែកផលិតកររបស់យើងតែគាត់ចង់មកសាក់លបងធ្វើតេស្តនេះមុននឹងគាត់ទៅទិញម៉ាស៊ីនអស់រាប់$10,000គាត់អាចយកមកធ្វើតេស្តនៅយើងសិនវាដូចជាកន្លែងមួយដែលគាត់អាចសាកល្បងបើមិនជាខុសក៏វាមិនអស់លុយមិនអស់មិនចំណាយច្រើនអញ្ចឹងកន្លែងហ្នឹងកន្លែងជាកន្លែងគោលរបស់យើងដែលពេលដែលកូរ៉េគាត់ចូលមកជួយយើងគាត់ឃើញផលលំបាករបស់ម្ចាស់សហគ្រាសយើងគិតមើលទៅឧបករណ៍មួយចំនួនអាថ្លៃជាងគេនៅកន្លែងយើងនេះគឺ$50,000ដែរកន្លះលានអញ្ចឹងបើគាត់ទៅ invest កន្លះលានហើយគាត់ដឹងថាផលិតផលគាត់ធ្វើបានហើយអាហ្នឹង investment ហ្នឹងវាអាចខាតហើយសម្រាប់ឧបករណ៍មួយចំនួនធំទៀតនៅក្នុងកន្លែងយើងហ្នឹងមុននឹងគាត់ទៅទិញផលិតផលហ្នឹងឬមួយឧបករណ៍ហ្នឹងគាត់អាចយកមកសាកនៅកន្លែងយើងមុនបើសាកដែរហើយជាផលិតផលគំរូនឹងដែរហើយមុននឹងទៅធ្វើអាជីវកម្មហ្នឹងឥឡូវគាត់មកតេស្តហើយមិនមែនធ្វើតែតេស្តនៅក្នុងផលិតកម្មខ្នាតតូចយើងមានកន្លែងជួយវិភាគគុណភាពគាត់ទៀតអញ្ចឹងបានន័យថាមើលទៅស្អាតមើលទៅឆ្ងាញ់ហើយណាយកទៅវិភាគគុណភាពដើម្បីធ្វើម៉េចឲ្យថាវាមានសុវត្ថិភាពនិងគុណភាពក្នុងការញ៉ាំអាហ្នឹងគឺជាចំណុចសំខាន់ហើយកន្លែងហ្នឹងហើយដែលខ្ញុំចង់លើកឡើងថាកន្លែងយើងចំណុចដែលសំខាន់ហើយបានជួយទៅម្ចាស់សហគមន៍ច្រើនហ្នឹងគឺគាត់អាចយកមកសាកល្បងកន្លែងយើងហ្នឹងពេលដែលគាត់សាកល្បងហើយដើរគាត់អាចទៅទិញហើយយើងអាចផ្ដល់គេហៅថា connection ជួយណែនាំគាត់ទៅប្រទេសជិតខាងបច្ចេកវិទ្យាយើងមានភាគីខាងកូរ៉េគាត់សែនបាយគាត់នៅចាំជួយគ្រប់គ្រងបន្ថែមអញ្ចឹងអាចថាទៅពួកគាត់វិញឬមួយទៅប្រទេសផ្សេងដែលអាចទាញយកឧបករណ៍ហ្នឹងដើម្បីយកមកកន្លែងផលិតរបស់គាត់ហើយគាត់អាច skill up បានតែម្ដងកន្លែងនេះសំខាន់ណាបើសិនជាយើងកំពុងតែផលិតក្នុងខនាតតូចមួយដល់ពេលយើងចង់ពង្រីកផលិតកម្មរបស់យើងហើយបើសិនជាមិនច្បាស់លាស់ទេមានអាជីវកម្មខ្លះដួលបាទនៅតូចគ្រប់គ្រងណែនល្អដល់ពេលចាប់ដើមពង្រីកទាំងបុគ្គលិកផងទាំងគ្រឿងម៉ាស៊ីននិងបច្ចេកវិទ្យាទាំងទីផ្សារតែមិនបានល្អទេគឺអាចនឹងមានហានិភ័យនៃការដួលរលំការខ្សែធនឯជាដើមបាទខ្ញុំអាចលើកជាឧទាហរណ៍មួយចំនួនជូនបានរៀងរាល់ឆ្នាំយើងមានធ្វើទស្សនកិច្ចទៅប្រទេសកូរ៉េជាមួយនឹងក្រុមការងារយើងដើម្បីបង្កើនចំណេះបន្ថែមពីព្រោះធម្មតាតែយើងបង្កើតដំបូងត្រូវការពេលរៀនសូត្រដែរយើងរាល់ថ្ងៃខំប្រឹងរៀនសូត្រខ្លួនឯងផងពង្រៀនទៅដល់ម្ចាស់សហគ្រាសផងប៉ុន្តែពេលដែលយើងធ្វើទស្សនកិច្ចនៅកូរ៉េនេះយើងមិនត្រឹមតែនាំមន្ត្រីយើងទៅរៀនបន្ថែមប៉ុន្តែយើងនាំម្ចាស់សហគ្រាសនឹងទៅមើលបន្ថែមដែរអញ្ចឹងជាឧទាហរណ៍ដូចឆ្នាំមុនម្ចាស់សហគ្រាសមួយចំនួនក៏ទៅជាមួយយើងអញ្ចឹងខាងភាគីកូរ៉េគេរៀបចំឲ្យគាត់ទៅមើលកន្លែងផលិតកម្មខ្នាតធំស្រួលធ្វើអាទូចផលិតតាម10កំប៉ុង100កំប៉ុងប៉ុន្តែពេលដែលយើងចង់ skill up នឹងហើយជាផលលំបាករបស់ម្ចាស់សហគ្រាសទាំងអស់ឥឡូវហ្នឹងអញ្ចឹងសួរថាមន្ត្រីយើងដែលកំពុងតែជួយនៅក្នុងមជ្ឈមណ្ឌលនេះមានសមត្ថភាពទៅជួយគាត់គ្រប់រឿងទេអត់ទាន់ទេខ្ញុំសូមបញ្ជាក់កន្លែងហ្នឹងប៉ុន្តែយើងអាចណែនាំគាត់ទៅជួបជាមួយភាគីកូរ៉េឬមួយក៏ដៃគូរបស់យើងនៅក្នុងគម្រោងក៏ដូចជានៅក្នុងស្ថាប័នរបស់យើងនេះតាក់ទងទៅឲ្យគាត់ជួបគេដើម្បីគេផ្ដល់ដំណោះស្រាយបន្ថែមជូនយើងអាចជួយបានខ្លះភាគី partner យើងអាចជួយបានខ្លះឥឡូវគាត់អាចធ្វើបានអញ្ចឹងឆ្នាំមុនហ្នឹងពេលដែលមានម្ចាស់សហគ្រាសមួយចំនួនទៅហ្នឹងគាត់បាន skill up ហើយកន្លែងធ្វើបាត់កន្លែងធ្វើកាទៀវកន្លែងធ្វើតៅហ៊ូគាត់បាន skill up ហើយអញ្ចឹងគឺចំណុចហ្នឹងហើយដែលយើងឃើញថាជាសក្តានុពលធំដើម្បីជួយដល់ម្ចាស់សហគ្រាស